ជាឆ្ងល់ថាម្សិលមិញនឹងសុកថាមេមកសួរថាធ្វើការរាល់ថ្ងៃហ្នឹងហត់អត់ខ្ញុំក៏ឆ្លើយទៅវិញថាអត់ហត់អីមេគាត់ក៏ឆ្លើយថាបើធ្វើប៉ុណ្ណឹងអត់ហត់អីស្អែកចាំតែឲ្យទៅចោះអញ្ចាំងឲ្យគេមួយគាត់ធ្វើដៃមើលទៅទូចមួយខ្ញុំហានតើវាជាទ្រឿងធម្មតាប៉ុន្តែវាមិនធម្មតាទេបងប្អូនហើយទំហំវាឡើងជា1ម៉ែត្រកម្រាស់អញ្ចាំងវិញឡើង2ទឹក2ហើយបើទំហំប៉ុណ្ណឹងកម្រាស់កំណឹងក៏មានអីគួរបារម្ភតែអ្វីដែលគួរបារម្ភគឺគេអត់ឲ្យយើងចោចធ្លាយទេហើយបន្ទប់មួយហ្នឹងគឺជាបន្ទប់កន្លែងដាក់ម៉ាស៊ីនស្ដៅយន្តណាបងប្អូនកន្លែងដាក់កាបដាក់ម៉ូទ័រអីនៅខាងលើជាន់លើផុតហ្នឹងកន្លែងត្រូវចោះហ្នឹងគឺមិនដឹងថាគេធ្វើអីទេគឺគេអត់ឲ្យយើងចោចធ្លាយទៅចាស់ជំរឿវាគឺមួយទឹកកន្លះហើយបើកម្រាស់ជញ្ជាំងវិញគឺមានតែ2ទឹក2អញ្ចឹងហើយបើសិនជាយើងចោះមួយទឹកកន្លះទៅគឺវាសល់តែ7ហ៊ុនវាស្អាងមែនចំណែកឯខាងនោះវិញគឺមិនមែនជាបន្ទប់ទេគឺជញ្ជាំងខាងក្រៅមកអញ្ចឹងបើសិនជាធ្លុះគឺគេវាអត់កើតទេអញ្ចឹងហើយទៅខ្ញុំបារម្ភមែនតើខ្ញុំខ្លាចថាវាជ្រុលដៃទៅវាធ្លាយបងប្អូនតាំងពីធ្វើតាមអាគារហ្នឹងមកគឺផ្សេងនេះគឺធ្លាប់ធ្វើអស់ហើយចោះប្លង់សេចោះអញ្ចាំងចោះទ្វារកែបង្អួចស្អីក៏ធ្លាប់ធ្វើដែរតែអ្វីដែលមិនធ្លាប់ធ្វើតែមួយហ្នឹងគឺរបៀបអញ្ចាំងខាងក្រៅវាសល់ស្ដាងហើយគេអត់ឲ្យចោចធ្លាយទៀតនិយាយពីតាមចិត្តខ្ញុំហ្មងគឺខ្ញុំអត់ចង់ធ្វើទេតែធ្វើម៉េចវាយើងវាការងាររបស់យើងជិះអត់រួចមានតែតាមហ្នឹងហើយបងប្អូនអើយបុកបដើគិតបដើមើលបដើស្មានបដើហើយអង្កាលមកដបងនោះថាវានៅជាន់លើផុតអីគេទៅចាក់ស៊ីម៉ងអញ្ចឹងប្រហែលជាស៊ីម៉ងផុយហើយស្រួលកាយឲ្យតែវាមានស្រួលដូចការគិតណាបងប្អូនអើយដឹងគេចាក់ហើយតាំងពីកាលឡើងព្រោះនេះចាក់ហើយប្រហែលជាតឹងមុនខ្ញុំមកមិនដឹងតែពេលអញ្ចឹងទៅលីស៊ីម៉ងឡើងតាន់ដាក់ឡើងចេញភ្លើងចំណែកឲ្យមកកលេចមើលម៉ូទ័រវិញគឺប៉ះបានតែដាក់ប៉ាលាកដៃដាក់លាកដៃហ្មងដល់តែផ្អាប្រហែលជាកន្លះម៉ោងអីចាំធ្វើតទៀតបងប្អូនបានឃើញអញ្ចឹងគឺខ្ញុំអាសាយកទឹកមកចាក់មែនតើវាឡើងហុយផ្សៃអញ្ចឹងឃើញទឹកនេះកម្រោកមុនបងថាយកមកហូបទេឥឡូវមានបានហូបណាគាត់តែចាក់ម៉ូទ័រឡើងចិត្តអស់ហើយធ្វើការងារដូចខ្ញុំចេះបើសិនជាខែត្រជាក់គឺស្រួលហើយបងប្អូនវាអត់ស្ពឹកដៃទេព្រួយម៉ូទ័រដែលយើងកាន់ហ្នឹងគឺវាក្តៅរហូតតែឥឡូវចូលខែក្តៅហើយមិនស្រួលខែត្រជាក់ទេអញញើសពេញខ្លួននេះក៏បែកញើសឡើងសើមអាវដែរអាម៉ូទ័រហ្នឹងក៏វាក្តៅទៀតខែហ្នឹងវារៀងពិបាកញ៉ាំលុយបន្តិចហើយបងប្អូនហើយអ្នកដែលធ្វើដូចខ្ញុំមុនដំបូងថាដាក់មួយថ្ងៃហ្នឹងហើយមានហើយណាបងប្អូនហើយមុននឹងតកែមកប្រាប់ថាមិនបាច់ចាំខំពេកថ្ងៃនេះថ្ងៃសៅរ៍ម៉ោងក៏វាខ្លីដែរអញ្ចឹងឲ្យទុកធ្វើថ្ងៃច័ន្ទថែមទៀតទៅមានអីបានដូចចិត្តឈប់ធ្វើហ្មងទៅ